កំឡោះម្នាក់នេះគ្រាន់តែលួងលោមគ្រូស្រីដ៏ស្រស់ស្អាតដើម្បីហាត់វិជ្ជាពិសេសជាមួយគ្នាតែមួយដងធម៌ពលរបស់គេក៏កើនឡើងមួយកម្រិតបន្ទាប់ពីដឹងពីអាចកំបាំងនៃការហាត់វិជ្ជានេះហើយកំឡោះយើងមិនត្រឹមតែអូសដៃគ្រូហាត់រាល់ថ្ងៃទេសូម្បីតែសិស្សច្បងនិងសិស្សប្អូនស្រីក៏គេមិនលើកលែងដែរហាត់រហូតដល់សឹងតែគ្មានពេលសម្រាប់តាមពិតទៅកំឡោះម្នាក់នេះបានឆ្លងភពមុខទេគេមិនត្រឹមតែជាសិស្សដែលគ្មានបានការថែមទាំងនៅសល់អាយុតែ100ឆ្នាំទៀតប៉ុណ្ណោះគ្រូរបស់គេដើម្បីស្វែងរកថ្នាំទឹកមកជួយសិស្សសុខចិត្តចូលទៅក្នុងរូងបិសាចសម្រាប់នាយកាច់គ្រូឲ្យតែបានគ្រាប់កែវនាគនឹងអាចជួយកំឡោះយើងបានហើយប៉ុន្តែមិនសមបំណងសោះនាយកាច់នោះសុខចិត្តបំផ្ទុះគ្រាប់កែវខ្លួនឯងចោលធ្វើឲ្យគ្រូស្រីត្រូវចំហាយពីបិសាចចូលក្នុងខ្លួនទៅវិញបើមិនឆាប់បណ្ដេញពីទេនាងច្បាស់ជាស្លាប់មិនខានសៀវអ៊ីកុំខ្វល់ពីគ្រូអីឯងឆាប់រត់ទៅគ្មានជំរឿកំឡោះយើងក៏ដាច់ចិត្តប្រព្រឹត្តរឿងនោះលើគ្រូខ្លួនឯងអ្វីដែលអស្ចារ្យនោះពេលដែលរួចរាល់ស្រាប់តែប្រព័ន្ធហាត់វិជ្ជាគូស្នេហ៍បានបើកដំណើរការឲ្យតែគេអាចធ្វើឲ្យស្រីស្អាតដែលជាគូព្រេងមានក្តីស្រឡាញ់ចំពោះគេដល់100គេមិនត្រឹមតែទទួលបានធម៌ពលខ្លាំងក្លាទេថែមទាំងអាចពន្យាអាយុជីវិតបាន100ឆ្នាំទៀតផងចៃដន្យអីគ្រូរបស់គេគឺជាស្រីស្អាតគូព្រេងនោះឯងហើយឆ្លងកាត់ការហាត់វិជ្ជាអំបញ្ញមិញនាងមានចិត្តលើកំឡោះយើង10ដែរប៉ុន្តែប៉ុណ្ណឹងមិនទាន់បានរង្វាន់ទេប្រព័ន្ធប្រាប់ថាតតែបាន30ទើបទទួលបានកញ្ចប់កាដូដូច្នេះពេលគ្រូដឹងខ្លួនភ្លាមកំឡោះយើងក៏អូសដៃគ្រូមកហាត់វិជ្ជាម្ដងទៀតពិតមែនហើយលើកនេះក្តីស្រឡាញ់ឡើងដល់30កំឡោះយើងក៏ទទួលបានធម៌ពលដល់កម្រិតគ្រាប់កែវនេះហើយគ្រាប់កែវគេធំជាងរបស់អ្នកអតីរាប់សិបដងចំណែកគ្រូក៏យល់ថាការហាត់បែបនេះមានប្រយោជន៍ដល់សិស្សក៏ផ្ញើសារឲ្យសិស្សស្រី2នាក់ទៀតឲ្យប្រញាប់ត្រឡប់មកបាក់វិញពេលដែលកំឡោះយើងប្រាប់ពីហេតុផលចប់គ្រូស្មានថានឹងបានសម្រាកខ្លះនឹកស្មានមិនដល់កំឡោះយើងមករកទៀតឃើញទឹកមុខស្ទាក់ស្ទើររបស់គេគ្រូក៏ដឹងថាគេចង់បានអ្វីហើយតែនាងខ្លាចសិស្សទ្រាំមិនបានក៏បដិសេធទៅធ្វើម៉េចបើគ្រូមិនព្រមកំឡោះយើងក៏សំងំទៅហាត់តែឯងតែពេលនោះសិស្សច្បងទី2ក៏មកដល់អបអសាទរអ្នកបានជួបស្រីស្អាតគូព្រេងថ្មីស៊ូសៀវរងនាងមានរាងកាយទិព្វនិងសម្រស់ស្រស់ស្អាតសៀវរងសិស្សប្អូនឯងរបួសឯងព្រមជួយហាត់វិជ្ជាជាមួយគេទេដោយគោរពតាមបញ្ជាគ្រូនាងក៏ស្នើសុំហាត់ដោយខ្លួនឯងហើយសន្យាថានឹងនៅជួយកំឡោះយើងរហូតកំឡោះយើងមិនបង្អង់យូរទេអូសដៃសិស្សច្បងទៅហាត់វិជ្ជាភ្លាមមិនខុសបំណងស្អែកឡើងធម្មពលគេក៏កើនឡើងមួយកម្រិតទៀតមិនយូរប៉ុន្មានសិស្សច្បងទី1ក៏មកដល់នាងខ្មាស់អ៊ីណាតែប្រាប់ថាអ្វីស្ដាប់តាមការចាត់ចែងរបស់គ្រូពេលនេះកំឡោះយើងគ្មានពេលសម្រាប់សោះហើយហាត់វិជ្ជាសឹងតែមិនទាន់បើនៅតែបែបនេះមិនកើតទេទើបគេនឹកឃើញគំនិតមួយដំបូងគេទៅនិយាយជាមួយសិស្សច្បងទាំងពីរឲ្យពួកគេមកហាត់វិជ្ជាព្រមគ្នាជាមួយគេតែម្ដងរួចក៏ទៅនិយាយជាមួយគ្រូទៀតពេលចរចាត្រូវគ្នាអស់ហើយសិស្សគ្រូទាំង4នាក់ក៏បង្កើតជាក្រុមហាត់វិជ្ជាប៉ុន្តែមុននឹងចាប់ផ្ដើមជាផ្លូវការសិស្សច្បងទី1ក៏សុំផឹកស្រាបំពាក់ចិញ្ចៀនសិនខ្ញុំយល់ហើយណា